បាទសួស្តីនេះគឺជាស្រូវសាលីដែលយើងបានព្រោះរយៈពេល10ថ្ងៃកន្លះខែបាទបន្ទាប់ពីយើងព្រោះហើយយើងចុះពិនិត្យមើលតើវាលូតលាស់បានល្អអត់ហើយរយៈពេលព្រោះ10ថ្ងៃកន្លះខែនេះគឺយើងអត់បានមើលវាអញ្ចឹងជ្រូកព្រៃវាចូលពេញស្រែហើយនៅមួយវាដើរចូលហើយមានសត្វមានអីចូលច្រើនអញ្ចឹងទៅវាដុះអត់សូវល្អបាទហើយស្រូវសាលីនិយាយរួមទៅយើងស្រួលធ្វើយើងព្រោះចោលអញ្ចឹងទៅហើយយើងអត់មានថែទាំអីច្រើនទៀតទេគឺយើងកាត់តែស្មៅនៅតាមភ្លឺហ្នឹងទៅហើយនៅមួយយើងអត់មានបាច់ជីបាច់អីច្រើនទៀតទេយ៉ាងថាព្រោះអញ្ចឹងហើយចាំដល់ថ្ងៃប្រមូលផលតែម្ដងបាទគឺស្រែនោះធំប៉ុន្តែគាត់ថាជ្រូកព្រៃច្រើនអញ្ចឹងទៅវាចូលលុកលុយពេញស្រែបាទហើយស្រូវសាលីដែលពួកខាងខ្ញុំធ្វើនេះគឺស្រូវសាលីប្រភេទយើងយកដើមយកស្លឹកដើម្បីទៅធ្វើជាប្រភេទតែប្រភេទភេទជ្ជៈបាទគឺយើងអត់ទុកដល់វាចេញផ្លែចេញគ្រាប់ទេគឺយើងច្រូតយកដើមយកស្លឹកដើម្បីទៅធ្វើតែអញ្ចឹងណាបាទ